ការបើកទីលានជាធិបតីយើងតាមដោយសារអ្នកនយោបាយត្រូវរើគ្រាដោយសារលោកសំរងស៊ីនិងលោកហ៊ុនសែនលោកហ៊ុនសែនក្រាញអំណាចអស់រយៈ35ឆ្នាំទៅហើយប៉ុន្តែដោយសារជោគវាសនាយើងវាធ្វើទៅវាមិនបានជោគជ័យដោយសារគេខ្លាន់យើងថ្ងៃបោះឆ្នោតអញ្ចឹងទៅយើងកំណត់ថាគណៈបក្សសង្គ្រោះជាតិប្រសិនបើយើងមិនចូលសភាក៏វាយ៉ាប់ដែរដោយសារទី1យើងអត់មានអភិឯកសិទ្ធិហើយក៏យើងមិនបានតបតប៉ុន្តែប្រសិនបើគណៈបក្សសង្គ្រោះជាតិគាត់ចូលទៅសភាជាមួយលោកហ៊ុនសែនបណ្ឌិតគាត់ចេះចងក្រងច្បាប់របស់គ្នាគាត់ឲ្យរឹងមាំប្រសិនបើគាត់ចូលទៅសភាប្រសិនបើគាត់លុកក្បាលឲ្យហ៊ុនសែនឲ្យក្រាញអំណាចរយៈ35ឆ្នាំពេលប្រទេសជាតិយើងបរាជ័យមាន2ចំណុចទី1យូនអន្តោប្រវេសន៍ចូលប្រទេសកម្ពុជាយើងមាន4លាន5សែននាក់ទៅជាដែលបរាជ័យទី2ដែលដីសាមទាន99ឆ្នាំឲ្យជនជាតិយូដូចជាប្រាសាទអង្គរវត្ត99ឆ្នាំប្រាសាទភ្នំបូកគោ99ឆ្នាំនិងដីសាមទានផ្សេងនៅមណ្ឌលគិរីរតនគិរីស្ទឹងត្រែងនិយាយនោះជាខេត្តច្រើនពិសេសគឺថ្មីមានតំបន់សទៅទៀតដែលតំបន់សយូនថារបស់វាពីឃុំដងស្រុករមៀហែករហូតទៅដល់មេមត់ខេត្តកំពង់ចាមថាតំបន់របស់វាអញ្ចឹងសូមឲ្យគណៈបក្សសង្គ្រោះជាតិមិនថាឲ្យត្រូវចូលស្បត់ផឹកទឹកស្បត់នៅមុខវាំងជាសន្មតទេអានឹងមានស្បត់ទៅងាប់ទេអានឹងគឺជាពាក្យមួយដែលខ្មែរយើងថាឲ្យពាក្យស្បត់មុខវាំងប៉ុន្តែស្បត់មិនថាងាប់ទេអានឹងគឺជាពាក្យមួយគាត់ថាមានសច្ចភាពនៅក្នុងខ្លួនណាដើម្បីថាដល់ចូលទៅសភាប៉ុន្តែគាត់ថាប្រសិនបើគាត់ចូលសភាគាត់មានដូចជាលោកកម្មសខានិយាយមុខវត្តបទុមហើយដែលបើកសន្និបាតថាគាត់ត្រូវធ្វើអីមួយដើម្បីប្រជាពលរដ្ឋគាត់ធ្វើទៅតតាំង7មករាដែលជាថ្ងៃយូនអាកយើងសម្រាប់យើងតែម្ដងព្រោះអាត្មាជានិស្សិតបច្ចុប្បន្ននិយាយចំមិនខ្លាចណាស់ណាបើចាប់ដាក់គុកកាន់តែល្អនេះគឺជាប្រយោជន៍ជាតិយើងមួយសូមឲ្យកូនខ្មែរប្រសងខ្មែរមិនយើងមិនទាន់ជឿជាក់ទៅលើគណៈបក្សសង្គ្រោះជាតិ100%ប៉ុន្តែយើងតាមដានគាត់សិនតើគាត់ចូលនៅក្នុងសភាថ្ងៃទីប្រហែលទី8ទេតែតតាំងជាមួយហ៊ុនសែនប្រជុំសភាលោកជាស៊ីមហេសមរិនអាសុកអានមេសេដ្ឋីទី7ពិភពលោកដែលយកលុយជាតិប្រៃឈើលក់ជាតិលក់អាគារធំនៅក្រុងភ្នំពេញឲ្យទៅឯកជនទាំងអស់អញ្ចឹងសូមឲ្យកូនខ្មែរប្រសងខ្មែរមិនទៅឃើញហើយដើម្បីប៉ូលីសប្រមាណក្បាលដើម្បីតែវាបងដៃគេដើម្បីសន្តិភាពវាមិនទាន់សន្តិភាពទេអានឹងគាត់ថាជាពាក្យមួយដែលត្រូវគេនយោបាយប៉ុន្តែប្រសិនបើយើងតាមដានពីឆ្នាំ2014រហូតដល់2018ដែលគណៈបក្សសង្គ្រោះជាតិចូលសភាទៅបានអីជាមួយគណៈបកប្រជាជនលោកហ៊ុនសែនតើអាចកោះក្បាលហ៊ុនសែនមកស្រែកនៅក្នុងសភាថាតើយូនអន្តោប្រវេសន៍នៅប្រទេសខ្មែរមានប្រមាណយូនពេញសិទ្ធមានប្រមាណយូនអន្តោប្រវេសន៍ជាលេបប្រមាណទឹកដីយើងប្រមាណចូលមកទៅយើងត្រូវសើជ្រាវឡើងវិញតែបើសិនគឺចារកម្មរបស់យើងគ្រប់ស្ថាប័នធំមានប៉ូលីសទាហានយោធាមន្ត្រីរាជការគ្រប់ស្ថាប័នទាំងអស់តើសំរងស៊ីកម្មសខាហ៊ាននិយាយដែរឬទេគេមិនថាអាត្មានៅចាំលោកមើលគាត់ពួកអាត្មានិស្សិតមិនរៀងក្បាលឆោតបំរើក្បាលពួកអាក្បត់ជាតិអស់ហ្នឹងទេប៉ុន្តែយើងខ្លួនខ្មែរក៏យើងអាចធ្វើនាយករដ្ឋមន្ត្រីបានមិនថាកម្មសខាសំរងស៊ីលោកហ៊ុនសែនមេក្បត់ជាតិដែលក្រាញអំណាចរយៈ35ឆ្នាំគាត់ធ្វើនាយករដ្ឋមន្ត្រីមួយជីវិតអាត្មាក៏អាចធ្វើបានដែរគាត់អាត្មារៀងក្បាលឆោតដូចគ្នាគាត់អានអក្សរខ្មែរមិនត្រង់ជួរទេយើងរៀនដល់10 20ឆ្នាំអនុបណ្ឌិតឬបណ្ឌិតហើយនៅសាកលវិទ្យាល័យយើងវាអន់អញ្ចឹងយើងត្រូវការតស៊ូប៉ុន្តែប្រជាពលរដ្ឋមិនអាចឲ្យអ្នកនយោបាយបោកបានទេហើយតែសម័យស្កពីវវិទ្យាកម្មអង់គ្លេសថា globalization អញ្ចឹង globalization គឺសំខាន់ព័ត៌មាន Facebook Internet ដើម្បីចែកចាយទៅវិញទៅមកអញ្ចឹងគឺយើងធ្វើឲ្យបើសិនគាត់ចូលទៅសភាគាត់ញោមយកលុយប្រាក់ខែ$2000ចែកគេទិញវិឡាទិញឡានជិះទិញភូមិគ្រឹះវាអត់បានប្រយោជន៍អីប៉ុន្តែជោគវាសនាប្រទេសជាតិយើងដូចចង់ឲ្យដូចប្រទេសកម្ពុជាក្រោមឬដូចចង់ឲ្យដូចប្រទេសឡាវរាល់ថ្ងៃកូនយូនអ្នកកម្មហ្នឹងនាយករដ្ឋមន្ត្រីអីគេចង់ស្ថាប័នជាសរសៃឈាមមកហើយហ្នឹងទៅក៏សម្បត្តិបានចុងក្រោយគឺធ្វើបាតកម្មនៅថ្ងៃទី11 12 13ខែសីហាឆ្នាំ2014នៅមុខស្ថានទូតយូនអត់បាន200000នាក់អាត្មាកាន់តបប្រសងភ្នំពេញគាត់ស្ទឹងមន្ជ័យដែលជាអ្នកនាំពាក្យឲ្យប្រសងជួបបាតកម្មទៅសូមញាតិញោមកូនខ្មែរទាំងឡាយក្រោកឡើងមិនយើងសង្ឃឹមទៅលើអតិថិធ្លាក់មកឯងទេបើសិនបើចង់ឲ្យប្រទេសសានប្រានលុះត្រាណាយើងព្យាយាមតែម្ដងទីមួយយើងបាតកម្មដេញយូនអន្តោប្រវេសន៍លូដីយើងជាអាចោសមុទ្រជាអាកន្ទោបជាអាស្កៃដូនជាអាពពុះទឹក
នឹងយូរមួយម៉ាត់យើងជឿចាំថ្ងៃនេះគឺជាមកកសែតអូស្ត្រាលីបានយកទៅចំអ្នកប្លង់និយាយដែរបើអ្នកប្លង់និយាយវាមិនសូវចំអីទៅសូមអរគុណបង